ដំណឹងបន្ទាន់តាមរយៈ page Facebook ផ្លូវការរបស់លោកពូសយសុភាពបានបង្ហោះឲ្យដឹងថាកាលពីម៉ោងជាង7ព្រឹកគឺខាងយោធាថៃបានបើកយន្តហោះ F16 ដើម្បីទម្លាក់គ្រាប់បែកចូលភូមិសាស្ត្រក្រុងស្រីសោភ័ណ្ឌហើយបានប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែកចូលទៅក្នុងភូមិសាស្ត្រស្រុកអន្លង់វែងក៏ដូចជាទិសឧត្តរមានជ័យថៃបានបន្តផ្លោងចូលប្រាសាទតាមាន់ប្រាសាទតាកបីហើយនិងថ្មដូនចំណែកឯខាងព្រះវិហារគឺថៃនៅតែបន្តផ្លោងចូលក៏ដូចជាបន្តបាញ់ចូលទឹកដីរបស់ប្រទេសកម្ពុជាយើងហើយថៃក៏បានប្រើយន្តហោះចម្បាំង F16 ទម្លាក់3គ្រាប់ទាំងព្រឹកនៅទិសឧត្តរមានជ័យច្រកជាប់ហើយមិនត្រឹមតែប៉ុណ្ណោះគឺនៅខាង page របស់ក្រសួងការពារជាតិក៏បានចេញសេចក្តីជម្រាបនៅស្ថានភាពតាមបន្តព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានិងហោះរំលោភចូលជ្រៅទៅក្នុងដែនអធិបតេយ្យភាពកម្ពុជានៅយុទ្ធភូមិភាគទី5ក្នុងភូមិសាស្ត្រសង្កាត់កំពង់ស្វាយក្រុងស្រីសភ័ណ្ឌខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី27ខែធ្នូឆ្នាំ2025នៅម៉ោង 7:31 នាទីពេលព្រឹកយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកចំនួន4គ្រាប់ចូលទីតាំងប្រជាជនស៊ីវិលកម្ពុជាក្នុងភូមិសាស្ត្រសង្កាត់កំពង់ស្វាយក្រុងស្រីសភ័ណ្ឌខេត្តបន្ទាយមានជ័យកងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងឈរជើងយ៉ាងរឹងមាំស្វែងរកមូលមុតនិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីកម្ពុជានិងសេចក្តីថ្លៃថ្នូររបស់យើងដោយអង្គអាចក្លាហានដោយមិនងាករេជាដាច់ខាតទោះនៅក្នុងតម្លៃណាគឺនៅក្នុងកលៈទេសៈណាក៏ដោយសូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការព្រមទាំងចូលរួមសហការនិងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នាព័ត៌មានលម្អិតនិងរាយការណ៍ជូននៅពេលក្រោយនេះគឺជា page ផ្លូវការរបស់ក្រសួងការពារជាតិបានបង្ហោះបាទឃើញថាថ្ងៃនេះគឺជាថ្ងៃទី27ខែធ្នូឆ្នាំ2025ខាងភាគីយោធាថៃនៅតែបន្តបាញ់ផ្លោងក៏ដូចជាទម្លាក់គ្រាប់បែកចូលមកខាងទឹកដីរបស់ប្រទេសកម្ពុជាយើងទៀតទាំងដែលថ្ងៃនេះព្រឹកនេះថានឹងចូលទៅជួបគ្នាในការប្រជុំ GBC ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល72ម៉ោងក៏ប៉ុន្តែម៉ោង7ជាងចាប់ផ្ដើមទម្លាក់គ្រាប់ហើយនឹងបាញ់ផ្លោងចូលមួយមកទៀតហើយអញ្ចឹងយើងចាំមើលថាតើក្រោយពីការប្រជុំ GBC មានលទ្ធផលយ៉ាងណាដូច្នេះខ្ញុំនឹងរាយការណ៍ជូនប្រិយមិត្តទាំងអស់គ្នានៅពេលដែលបានព័ត៌មានអាប់ដេតអំពីការប្រជុំ GBC នេះបន្តទៀតសូមអរគុណសម្រាប់វីដេអូមួយនេះគឺខ្ញុំបានមកពី Fresh News ទៀតហើយបងប្អូនកិច្ចក្រាបទូក្នុងសិនក្រាបកុំឲ្យរត់ក្រាបក្នុងសាលាក្រាបក្នុងសាលាសិនកូនក្រាបសិនកុំឲ្យចេញហើយគាត់វាកំពុងមកកុំឲ្យចេញក្រាបកូនអូបងប្អូនសលេងក្រអត់ឈប់ទេបងប្អូនបាទបងប្អូនវេលាម៉ោង7ជាងព្រឹកមិញនេះមានលឺសូរសំឡេងគ្រាប់នៅគៀកក្នុងក្រុងស្រីសភ័ណ្ឌខេត្តបន្ទាយមានជ័យអញ្ចឹងឥឡូវនេះសិស្សនាំគ្នារត់ចេញពីសាលាទៀតហើយបងប្អូនបាទមិនតនឹងបានចូលរៀនផងឥឡូវរត់ប្រសាទចេញពីសាលាបាទជិះសួរកូនបញ្ញាប្រសូបកូនកុំផ្សេងផ្សាច់យកមកកលៀតកុំរត់ទៅកណ្ដាលខ្នល់រួមមើលសូបបាទបងប្អូនពួកខ្ញុំមិញគឺនៅម្ដុំហ្នឹងតែម្ដងមិញហ្នឹងបាទអញ្ចឹងសលេងគ្រាប់ចេញមិនបងភ័យមិនដែរបងអូយភ័យខ្លាំងមិនលឺសលេងគ្រាប់ច្បាស់ហ៎ចាឡង្កើហើយឡង្កើចាមើលរកកន្លែងណាស្រួលបួលកំទៅនៅផ្សេងកណ្ដាលខ្នល់អីលោកឯងគ្រាប់វាធ្លាក់យើងមកអត់ឃើញទេបាទមិនដែរបងមិញលឺសូរសលេងខ្លាំងហ៎លឺខ្លាំងតែខ្ញុំអត់ភ័យទេអត់ភ័យទេចាអូក្លាហានលឺ2ដងបងណ៎មិនលង្កើអូសាលានេះសាលារៀនអីគេបងបឋមសិក្សាបុណ្យនេះខ្ញុំតែខ្លាកូនណ៎បាទនេះនៅក្រុងស្រីសុភ័ណ្ឌអញ្ចឹងណាបាទអូសង្កាត់អីកន្លែងនេះសង្កាត់កំពង់ស្វាយបាទសង្កាត់កំពង់ស្វាយបាទបងប្អូនអញ្ចឹងឥឡូវបន្ទាប់ពីលឺសូរសំឡេង2គ្រាប់គៀកជាមួយនឹងសាលារបស់ពួកគាត់នៅសង្កាត់កូនខ្លាមិញនេះបាទក្រុងស្រីសុភ័ណ្ឌអញ្ចឹងឥឡូវសិស្សចេញបាទបងប្អូននេះផ្សែងនៅខ្មៅដលងតែម្ដង
គឺបាញ់ធ្លាក់ក្បែរសាលាបងប្អូនធ្លាក់ក្បែរសាលាបងប្អូនណាក្បែរសាលារៀន7:30បាទព្រឹកយកក្បែរសាលារៀនបាទបាញ់ធ្លាក់ម៉ោង7ជាងបងប្អូននៅក្នុងស្រីសុផមតែម្ដងក្បែរសាលាបងប្អូនមិញនេះពួកខ្ញុំគឺនៅក្បែរហ្នឹងដែរបងប្អូនលឺខ្លាំងណាស់រត់ប្រសាទតែម្ដងឥឡូវនេះបងប្អូនវិជាបរតអីរត់អូទៀតហើយបងប្អូនកាច់ក្រាបទូដល់សិនក្រាបកុំឲ្យរត់ក្រាបក្នុងសាលាសិនកូនក្រាបផងកុំឲ្យចេញហើយគាត់វាកំពុងមកកុំឲ្យចេញក្រាបរកកន្លែងក្រាបក្នុងសាលាសិនបងធ្វើក្រាបកុំឲ្យចេញទៅនោះគាត់វាមកខាងនោះគាត់នៅខាងនោះកុំឲ្យចេញទៅកុំឲ្យចេញបាទបងប្អូនគឺនៅគៀមែនតើគៀជាមួយសាលារៀនឥឡូវមកឲ្យអូននៅនឹងសិនឬក៏ត្រូវតាណាម៉ាក់ថាឲ្យនៅនឹងសិនទូនៅណាអូនមិនមានទេមកម៉ាក់ក៏ថានៅម្ដុំផ្ទះនឹងគេផ្ទះឲ្យផ្ទះខ្ញុំនៅក្រោយហ្នឹងនៅអូផ្ទះបងអូននៅក្បែរគ្រាប់ហ្នឹងហ្មងចាអូខេចាំពីណាគេចាំម៉ាក់ផ្ទះនៅណាកូននៅកំពង់ស្វាយហើយម៉ាក់ឥឡូវម៉ាក់អត់តន់មកអូឥឡូវម៉ាក់មានដឹងថាកន្លែងយើងមានបញ្ហានៅមានលេខម៉ាក់ឯងកូនអូនទៅម៉ាក់រួចហើយខលទៅម៉ាក់រួចហើយចាហើយម៉ាក់ថាម៉េចកូនអត់ថាអីនៅចាំទីទៀតគាត់មកយកអូចាំគាត់មកយកហើយយ៉ាងម៉េចកូនលឺសូគ្រាប់មិញមិនដែរហើយខ្លាំងធ្លាប់តែឃើញមិត្តភក្តិនៅសាលាផ្សេងគេរត់ដល់ពេលឥឡូវមកក្បែរសាលាយើងដែរឥឡូវអត់អីកូននឹងអង្គុយនៅតុកនឹងសិនកុំឲ្យចេញចាំម៉ាក់មកណាចាំម៉ាក់មកកូនចាំម៉ាក់មកកុំភ័យកូនកុំភ័យអត់អីពួកពូនៅនឹងដែរបើមានអីក្រាបណាបើលឺសូរស្របទៀតក្រាបកូនអូបងប្អូនសលេងក្រអត់ឈប់ទេបងប្អូនបាទអញ្ចឹងបងជិះទៅខាងនោះបងជិះទៅនោះកុំទៅខាងនោះ